ជំរាបសួរខ្ញុំជានាយកសាលាជំនាញសិល្បៈសូនរូបរបស់សាលាសមាគមពលិសិល្បៈថ្ងៃនេះគឺជាថ្ងៃដ៏ពិសេសមួយដែលសាលាបានដឹកនាំសិស្សមកធ្វើទស្សនកិច្ចសិក្សានៅខាងចុងឃ្នះគឺនៅក្នុងសហគមន៍បណ្ដែតទឹកនេះដើម្បីឲ្យគាត់ផ្សារភ្ជាប់ជំនាញរបស់គាត់ទៅនឹងសិល្បៈទៅក្នុងផ្នែកខាងក្រៅនៃជីវិតជាក់ស្ដែងរបស់គាត់អញ្ចឹងយើងធ្វើបែបនេះដើម្បីឲ្យសិស្សគាត់ទទួលបាននៅបទពិសោធន៍បន្ថែមទៀតសម្រាប់ជីវិតជាក់ស្ដែងនៅខាងក្រៅហើយនិងខាងក្នុងពាក់ព័ន្ធនឹងការសិក្សាហ្នឹងដើម្បីឲ្យគាត់មានគំនិតទូលំទូលាយធ្វើយ៉ាងម៉េចឲ្យជំនាញរបស់គាត់ក្នុងការគិតឲ្យកាន់តែស៊ីជម្រៅហើយគាត់អាចពង្រីកនៅការយល់ដឹងរបស់គាត់កាន់តែច្រើនទៅក្នុងអនាគតជាងការរៀននៅក្នុងថ្នាក់យើងគ្រាន់តែជាមូលដ្ឋានគ្រឹះមួយដើម្បីយើងផ្ដល់នៃការចាប់ផ្ដើមយល់អំពីមេរៀនតែអ្វីដែលជាចំណុចសំខាន់គឺយើងបានមកដល់ទស្សនវិជ្ជាផ្ទាល់នៅខាងក្រៅហើយយើងមើលផ្ទាល់គូផ្ទាល់វាល្អជាងយើងមើលតាមរូបថតមើលតាមអីហ្នឹងវាយើងច្រឡងហ្នឹងវាអត់សូវល្អពេលដែលមកកន្លែងផ្ទាល់ដូរបរិយាកាសយើងគូធ្លាប់តែសិស្សគាត់គូនៅក្នុងថ្នាក់នៅក្នុងសាលាកន្លែងដែរអញ្ចឹងដល់ពេលយើងដូរបរិយាកាសយើងឃើញទស្សនវិជ្ជាដោយសង្គមការរស់នៅរបស់ប្រជាជននៅលើទឹកទេផ្នែកអារម្មណ៍ដោយសារតែជាទូទៅពួកខ្ញុំគូនៅសាលាគូនៅក្នុងថ្នាក់អីជុំគ្នាអញ្ចឹងណាតែពេលយើងមកមើលផ្ទាល់ចេះវាបានផ្នែករបស់យើងហ្នឹងវាជិះមកបានទទួលបានរូបភាពថ្មីហើយពណ៌អីហ្នឹងក៏យើងមើលទៅបែបឃើញផ្សេងពីយើងមើលតាមទូរស័ព្ទដែរហើយក៏ជាលើកទី1ដែរដែលពួកយើងចុះមកគូផ្ទាល់ហ្មងណាទេម្នាក់យើងចាប់ដើមគូស្កិតផ្ទាល់ហ្មងអញ្ចឹងដោយសារបទពិសោធន៍រាល់ដងពួកយើងអត់សូវបានធ្វើវាទេពួកខ្ញុំប៉ះម៉ោងត្រវិញឬក៏ស្កិចអីចឹងបើចឹងគូនៅក្នុងថ្នាក់មានអារម្មណ៍ថាយើងទទួលបានតែអារម្មណ៍មួយដែលនៅតែក្នុងថ្នាក់តែពេលយើងចេញមកក្រៅចេះយើងទទួលបានអារម្មណ៍ផ្សេងមានថាមកយើងទៅបានអង្គុយ relax មើលផងអីផងចឹងទៅហើយមួយទៀតប្រេះមានខ្យល់អាកាសអីល្អចឹងទៅហើយសិស្សគាត់សប្បាយគាត់ឃើញអីប្លែកៗចឹងគាត់មានចំណារអារម្មណ៍ក្នុងការគូថ្មីដែរអញ្ចឹងសាលាគឺយកចិត្តទុកដាក់ទាំងសកម្មភាពបរិញ្ញាបត្រនៅក្នុងថ្នាក់ទាំងសកម្មភាពនៅក្រៅថ្នាក់ដែលសាលាបានធ្វើកន្លងមកនេះក្នុងគោលបំណងគឺយើងចង់ឲ្យគាត់ទទួលបាននៅជំនាញពិតប្រាកដពីគ្រូដែលមានជំនាញច្បាស់លាស់ហើយនឹងការសិក្សាមានកម្មវិធីច្បាស់លាស់រួមទាំងសកម្មភាពបន្ថែមទៀតដូចជាកម្មវិធីទស្សនកិច្ចសិក្សានិងសកម្មភាពផ្សេងទៀតដែលសាលាបានរៀបចំដោយយកចិត្តទុកដាក់ហើយនឹងផ្ដល់ទៅដល់ពួកគាត់ហើយសង្ឃឹមថាសិស្សចំនួននេះនឹងទទួលបាននូវភាពជោគជ័យហើយទទួលបានការងារធ្វើនៅពេលដែលបញ្ចប់ទៅហើយសង្ឃឹមថាសិស្សផ្សេងទៀតនៅក្នុងខេត្តបាត់ដំបងក៏ដូចជាបណ្ដាខេត្តផ្សេងទៀតទូទាំងប្រទេសនឹងចាប់អារម្មណ៍ហើយបន្តការសិក្សានៅទីនេះដោយមានគ្រូមានជំនាញហើយនឹងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសាលារបស់យើងខ្ញុំបាទអរគុណច្រើន